សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបនាងខ្ញុំទៅđâyបងថ្ងៃនេះបានមុខម្ហូបប្លែកមកធ្វើចែកជូនបងប្អូនមើលទាំងអស់គ្នាមកមើលទាំងអស់គ្នាបងថ្ងៃនេះមានបកាកន្លះគីឡូបងហើយបន្លែខ្ញុំថ្ងៃនេះមានស្ពៃខ្មៅមានស្ពៃតឿមានស្ពៃបូកូមានម្ទេសហាវ៉ៃមានតកួនហើយនឹងមានជីបងការ៉ុតហើយនេះជាទឹកជ្រលក់របស់បកាបងថ្ងៃហ្នឹងធ្វើទឹកជ្រលក់បកាបងមានង្ក្រងមានក្រូចឆ្មាខ្ទឹមសខ្ទឹមក្រហមមានប្រហុកហើយនឹងស្រាយដីបងហើយកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយហើយជួយ Follow Page នាងខ្ញុំម្នាក់មួយបងមកតាមដានមើលទាំងអស់គ្នាថាថ្ងៃនេះបានមុខម្ហូបអីទាំងអស់គ្នាបងមកបកបកាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំចាប់ផ្ដើមបកបកាសិនបងចាំយើងទៅធ្វើអីផ្សេងទៀតចឹងណានេះបងវាចឹងណាមកបងបកាខ្ញុំបានលាងសម្អាតស្អាតហើយឥឡូវខ្ញុំចាប់ដើមត្រាំសូដាត្រាំវាឲ្យលិចចឹងបងឲ្យវាឆ្អិនសាច់បងនេះខ្ញុំចាប់ផ្ដើមហាន់គ្រឿងផ្សំយកទៅធ្វើទឹកជ្រលក់បងមានម្ទេសមានខ្ទឹមក្រហមខ្ទឹមសគល់ស្លឹកគ្រៃហើយនឹងល្មៀតបងនេះប្រហុកត្រីសាច់ខ្ញុំក៏ច្រាមហើយអញ្ចឹងដាក់ប្រហុកត្រីសាច់បន្តិចបងឥឡូវយើងចាប់ផ្ដើមមកផ្សំគ្រឿងដែលយើងហាន់ហើយមិញយកវាទៅក្លុកបងនៅសាំងនេះយើងអត់បុកទេយើងក្លុកវាបានវាម៉ត់ល្អនេះបងគ្រឿងដែលខ្ញុំហាន់មិញខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃម្ទេសហើយនឹងល្មៀតមកខ្ញុំក្លុកគ្រឿងនេះហើយឥឡូវចាប់ផ្ដើមផ្សំគ្រឿងមួយមុខទៀតង្ក្រងស្រែកដីលួចប្រហុកមួយចុងសាភាបងសំខាន់ទឹកជ្រលក់ហ្នឹងកុំឲ្យភ្លេចម្ទេសបងដាក់ម្ទេសទៅវារសជាតិរត់តែអែមហើយវាបានពណ៌ស្អាតទៀតមកគ្រឿងខ្ញុំកិនម៉ត់ហើយឥឡូវយើងចាក់វាចេញមកយើងយកមកលាយគ្រឿងទៀតបងវាចេញមកសាភាស្ករស2សាភាទឹកត្រីមកសាភាមកឥឡូវយើងចាប់ដើមច្របាច់ក្រូចឆ្មាបន្ថែមក្រូចឆ្មាបន្តិចបងខ្លាញ់ក្រងយើងវាអត់សូវជូរមកយើងកូរមកឲ្យវាចូលគ្រឿងឲ្យសព្វមកថ្ងៃនេះមុខម្ហូបប្លែកហើយថ្មីចែកជូនបងប្អូនណាថ្ងៃនេះបានបងគាឆៅទឹកប្រហុកបងអើយគាត់តែឃើញក៏តំណងដែរតែទឹកប្រហុកខ្ញុំថ្ងៃនេះខ្ញុំលាយក្រងណាបងកុំភ្លេចជួយ Subscribe Channel YouTube នេះខ្ញុំម្នាក់មួយផងបងណាអរគុណបាយបាយ